ចែកស្ករក្របគ្នាស៊ីប្រសើរជាងចែកក្របกับភ្លើងគ្នាអីក៏របបសង្គ្រាមហ្នឹងគ្រាន់តែតបគេជួបគ្នាសម្រួលរបៀបការទៅបន្ទោសរឿងរដ្ឋាភិបាលសម្បត្តិកណ្ដាច់មកហើយវាការអត់តាន់មានអីកាលពីមុនមកប៉ុណ្្នឹងថាផ្ទុះ7ក្របហើយ10ក្របហើយ5 10ក្របហើយតែឥឡូវវាស្ងាត់អញ្ចឹងទេមិនក៏មិនលើកទឹកចិត្តពង្រឹងនៅអានេះការជួបគ្នាសហការគ្នាទៅណាខ្ញុំចង់ឈានឲ្យទៅបាល់វាយបាល់ផ្ទះឲ្យជាមួយគ្នាឲ្យបោះប៊ូលជាមួយគ្នាអីអាពេលតាំងអីយើងហៅប៊ូលជាមួយគ្នាទៅចែកស្ករក្របគ្នាស៊ីប្រសើរជាងចែកក្របกับភ្លើងគ្នាមិនក៏លមមសង្គ្រាមហ្នឹងឧត្តមសេនីយ៍ចម្លងស្រីមួងហ្នឹងថាធ្លាប់បានទៅធ្វើសង្គ្រាមនៅវៀតណាមធ្លាប់បានធ្វើសង្គ្រាមនៅជាមួយឡាវឥឡូវចម្លងឲ្យមកខ្លួនឯងទៅមកទៅហ៊ានគ្រប់តើអត់អីក៏លមមសង្គ្រាមហ្នឹងគ្រាន់តែតបគេជួបគ្នាសម្រួលរបៀបការទៅបន្ទោសរឿងរដ្ឋាភិបាល